បងប្អូនមានដៃឆ្ងល់ដូចខ្ញុំអត់អ្នកខ្លះហេតុអីពួកគាត់ប្រកែធ្វើផែនការការងារមែននិយាយពីថាចេញមកអែមហ្មងជួនកាលផែនការការងាររបស់គាត់មិនត្រឹមថាមិនយឺតទេលឿនជាង schedule ការងារដែលគេដាក់ឲ្យទៀតនោះតែបងប្អូនវិញបងប្អូនធ្លាប់មានជួបបញ្ហានឹងអត់គ្រាន់តែមេសួរនឹងធ្វើផែនការការងារភ្លាមបងប្អូនជាកបាមានន័យថាបងប្អូនអត់ដឹងចាប់ផ្ដើមពីណាមកទេធ្វើផែនការការងារហ្នឹងណាចាប់ទៅបងប្អូនអាចធ្វើជា good planner ដូចជាពួកគាត់ដែរគ្រាន់តែថាបងប្អូនមិនទាន់បានដឹងកលឹះ tip សំខាន់ទាំង5ដែលខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូននៅក្នុងវីដេអូនេះជាតការនេះខ្ញុំសូមអរគុណដល់បងប្អូនតែងតែចូលចិត្តហើយតែងតែគាំទ្រវីដេអូខ្ញុំឲ្យជួយចែករំលែកបន្តទៅកាន់បងប្អូនដទៃទៀតជាចំណេះដឹងថ្មីដែលពួកគាត់អត់ទាន់បានដឹងឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំចូលមកដល់រឿងរបស់យើងវិញណាមុនចូលដល់រឿងហ្នឹងគឺខ្ញុំលើកឡើងពីបញ្ហាមួយដែលគ្នាយើងមហាយុទ្ធដូចជាខ្ញុំដូចគ្នាចូលច្រឡំទៅលើពាក្យពីរម៉ាត់គឺពាក្យថា plan ហើយនិង schedule បងប្អូនច្បាស់ជាគិតថា plan ហើយនិង schedule មានន័យតែមួយអត្ថន័យដូចគ្នាទៅអត់ខ្ញុំក៏ធ្លាប់គិតចឹងដែរក៏ប៉ុន្តែពេលនេះមិនមែនទេពាក្យទាំងពីរនេះគឺខុសគ្នាពាក្យថា plan សំដៅទៅលើ what you going to do មានន័យថាអ្វីដែលបងប្អូននឹងធ្វើវាចំណែកឯពាក្យថា schedule គឺសំដៅថា when you going to do it មានន័យថាពេលណាដែលបងប្អូននឹងធ្វើការងារហ្នឹងពេលណាអូខេអញ្ចឹងយើង clear រឿងហ្នឹងបន្តិចសិនណាឥឡូវខ្ញុំចូលទៅដល់ប្រធានបទយើងវិញកុំឲ្យខាតពេលអញ្ចឹងតើយើងគួរធ្វើម៉េចដើម្បីឲ្យយើងអាចបង្កើតផែនការការងាររបស់យើងបានល្អនោះគន្លឹះទី1គឺយើងត្រូវបំបែកគម្រោងរបស់យើងទៅជាការងារតូចៗហើយការងារតូចៗទៀតសោគឺវាមានការងាររងរបស់ការងារតូចៗហ្នឹងបន្តមកទៀតខ្ញុំឧទាហរណ៍ថាគម្រោងអ្នកគ្នាមួយមានការងារធ្វើជញ្ជាំងការងារ wall partition ការងារធ្វើជញ្ជាំងនេះគឺជាការងារមួយនៅក្នុងការងារជាច្រើនទៀតរបស់ការងារកងត្រាកិច្ចសន្យារបស់យើងជាមួយនឹងម្ចាស់អគារអញ្ចឹងនៅក្នុងការងារ wall ធ្វើជញ្ជាំងហ្នឹងយើងមានការងារឆ្អឹងការងាររត់ខ្សែភ្លើងការងារបិទមនាងសិលាការងារលាបថ្នាំអញ្ចឹងវាមានការងារតូចៗជាការងាររងដែលខ្ញុំបានលើកឡើងមិញនៅក្នុងការងារធ្វើជញ្ជាំងមួយហ្នឹងគន្លឹះទី2គឺត្រូវរៀបចំនៅរយៈពេលសាងសង់របស់ការងារមួយដែលយើងបានលើកឡើងនៅក្នុងគន្លឹះទី1អ្នកគ្នាអាចប្រើរូបមន្តនេះបានគឺយើងរករយៈពេលវាដោយយើងយកចំនួន quantity បរិមាណការងារសរុបមកចែកជាមួយនឹងផលិតផលការងារដែលយើងអង់គ្លេសហៅថា productivity ខ្ញុំឧទាហរណ៍ថាយើងមានការងារការ៉ូបាតអីគេ 5000 ម៉ែត្រការ៉េនៅក្នុងកងត្រារបស់យើងអញ្ចឹង productivity ផលិតផលការងាររបស់ការងារជាងមួយក្រុមមានគ្នា10នាក់គាត់អាចធ្វើបានឧទាហរណ៍ថា50ការ៉េនៅក្នុងមួយថ្ងៃអញ្ចឹងដើម្បីយើងរយៈពេលសរុបយើងយក5000ចែកនឹង50យើងទទួលបានរយៈពេល100ថ្ងៃអញ្ចឹងបងប្អូនសួរទៀតចុះអាហ្នឹងចំនួនការងារសរុបដែលមានការ៉ូបាត5000ការ៉េនេះយើងរកមកពីណាយើងអាចទៅមើលនៅក្នុងកងត្រា BOQ ណាបរិមាណការងាររបស់យើងតាមកងត្រាគាត់ច្បាស់ជាមានចែងចំនួនប្រមាណបរិមាណប្រមាណអញ្ចឹងទៅចំណែកឯផលិតផលការងារបងប្អូនអាចទៅមើលឡើងនេះបន្តិចខ្ញុំអាចបញ្យល់ថាទី1យើងអាចធ្វើការងារជាមួយនឹង subcon អ្នកមើលការរបស់យើងឬក៏មេការមេជាងយើងដែលគាត់ជំនាញការងារហ្នឹងដើម្បីយើងបំបែកថានៅក្នុងមួយថ្ងៃគ្នាគាត់ប្រមាណអ្នកគាត់អាចដំឡើងឬក៏អាចក្រាការ៉ូហ្នឹងបានចំនួនប្រមាណម៉ែត្រការ៉េនេះជាផលិតផលការងារដែលពួកគាត់ប្រាប់មកយើងអាចធ្វើការងារនឹងចឹងបានឬក៏មួយទៀតយើងមាន budget យើងមានគម្រោងដែលយើងធ្លាប់ធ្វើពីមុនមកយើងមានស្ថិតិជាស្ថិតិមួយដែលយើងធ្លាប់ស្រង់មកគឺជាស្ថិតិមួយដែលជាការពិតពួកគាត់ធ្វើមកបានចំនួនប្រមាណការ៉េនៅក្នុងមនុស្សប្រមាណអ្នកហើយប្រមាណថ្ងៃចឹងទៅចឹងខ្ញុំហួសទៅមុខទីទៀតគឺនៅពេលដែលយើងធ្វើបបែកការងាររបស់យើងតូចហើយយើងរយៈពេលឃើញហើយយើងចាប់ផ្ដើមរកទំនាក់ទំនងការងាររបស់វាគឺយើង link sequence វាបញ្ចូលគ្នាការ link sequence នេះគឺយើងត្រូវដឹងថាការងារណាត្រូវធ្វើទី1ការងារណាត្រូវធ្វើទី2ការងារណាត្រូវធ្វើទី3បន្ទាប់ចឹងទៅដើម្បីឲ្យយើងចាប់ផ្ដើម link វាបញ្ចូលបានហើយយើងចាប់ផ្ដើមបង្កើតនៅគន្លឹះទី4មានន័យថាយើងចាប់ផ្ដើមគុំវាចេញរូបរាងគឺយើងចាប់ផ្ដើមដាក់ថ្ងៃចាប់ផ្ដើមជាមួយនឹងថ្ងៃបញ្ចប់របស់ការងារមួយដូច្នេះហើយបន្ទាប់ពីយើងដាក់វាចាប់ផ្ដើមហើយយើង link វាយើងចាប់ផ្ដើម connect វាបញ្ចូលគ្នាទៀតអញ្ចឹងវានឹងចាប់ផ្ដើមចេញមកថាគម្រោងទាំងមូលរបស់យើងផែនការហ្នឹងចំណាយពេលពីចាប់ផ្ដើមដល់បញ្ចប់ហ្នឹងរយៈពេលប្រហែលអញ្ចឹងពេលដែលយើងធ្វើការងារហ្នឹងឃើញគឺចាប់ផ្ដើមត្រូវទៅផ្ទៀងផ្ទាត់ជា tip ទី5យើងចាប់ផ្ដើម review ឡើងវិញយើងចាប់ផ្ដើមផ្ទៀងផ្ទាត់ verify ថាយើងគួរតែសរេសរងវារបៀបម៉េចឲ្យត្រូវជាមួយនឹងកិច្ចសន្យាដែលយើងធ្វើជាមួយនឹងខាងម្ចាស់អគារពីព្រោះយើងមិនចេះតែដាក់ថាប៉ុណ្ណេះថ្ងៃស្រាប់តែការងារយើងធ្វើទៅលើសកិច្ចសន្យាគឺមានបញ្ហាអញ្ចឹងយើងអាចសរេសរងវាដោយសារយើងអាចបន្ថែមចំនួនមនុស្សធ្វើការទៅតាមជាន់ណាមួយឬក៏ជាន់ខ្លះយើងអាចធ្វើតែមួយគ្នាអញ្ចឹងទៅអញ្ចឹងវានឹងជួយឲ្យយើងសរេការងារហ្នឹងទៅទាន់ជាមួយនឹងផែនការរបស់កិច្ចសន្យាគេអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាធ្វើ schedule ឲ្យលឿនជាង schedule កងត្រាគេមួយខែទៅព្រោះវាជាលក្ខណៈយើងបំរុងទុកនៅពេលដែលយើងមានការងារណាដែលយើងធ្វើទៅស្រាប់តែយឺតយ៉ាវដោយចៃដន្យណាមួយយើងអត់បានស្មានដល់គឺយើងអាចនៅមានពេលមួយដែលវាអត់យឺតផែនការទេវាយឺតយ៉ាវតែក្នុងផែនការដំបូងរបស់យើងអញ្ចឹងយើងមានពេលដើម្បីយើង catch up យើងចាប់ផ្ដើម recover ឲ្យទាន់ផែនការមកវិញអញ្ចឹងមាន tip ប៉ុណ្ណឹងចំនួន5ចែកជូនបងប្អូនសង្ឃឹមថាបងប្អូនធ្វើតាមសាកល្បងអញ្ចឹងបងប្អូននឹងទទួលបានលទ្ធផលប្រសើរជាងមុនអរគុណសូមបាយបាយជម្រាបលាបងប្អូន